បេះគួយខ្ចីយកមកកន្លុកអំបិលម្ទេសម្ដងមើលបងប្អូនឲ្យតែបានគួយស៊ូឲ្យក្រងខំមុខឡើងអាលាត់អាលីអស់ឲ្យបងប្អូនណាគួយខ្ញុំវាគ្មានទុំទេអញ្ចឹងខ្ញុំយកកធុងនឹងមកខ្ញុំដាក់ទឹកមកដើម្បីយកមកបេះផ្លែគួយដាក់កុំឲ្យវាជាប់ប្រឡាក់ធុងអញ្ចឹងណាបងប្អូនហើយមកដល់នេះអាក្រមនេះវាអត់មានផ្លែទេបងប្អូនមានផ្លែទេទូចហើយវានៅខ្ចីជ្រុលពេកអញ្ចឹងណាវាអត់ទាន់ប្រងន់ប្រងទីអីទេអញ្ចឹងខ្ញុំក៏ឃើញលើចុងមានទុំពី3ទៀតអាកន្លែងខ្ញុំបេះថ្ងៃមុនហ្នឹងក៏ចាក់ទឹកយកមកពីផ្ទះហ្នឹងចោលហើយឡើងបរោយទៅជិលយកទឹកឡើងលើអញ្ចឹងណាបងប្អូនហើយបងប្អូនសួរថាខាងគួយដើមវាវល់ចានេះដើមគួយមិនវល់បងប្អូនប៉ុន្តែគាត់ថាវាតោងគេតោងឯងអញ្ចឹងណាបើអត់តោងគេទេវាអត់ផ្លែទេហើយមកឡើងមកហ្នឹងគឺថាឃើញមានទុំ4 5ផ្លែដែរបងប្អូនហើយយាយខ្ញុំគាត់ថាបេះអាទុំឲ្យគាត់ផ្សារផងខ្ញុំក៏បេះបានអាទុំហ្នឹងទុកឲ្យយាយបានប្រហែល3ផ្លែទេបងប្អូនហើយនិយាយថាអាក្រងនេះគឺបងប្អូនទឹកមាត់វាហ្នឹងគឺថាជាតិអាស៊ីតទៅហើយណាបងប្អូនខំមកយើងកន្លែងណាគឺខ្លោចកន្លែងហ្នឹងថ្ងៃមុនដោយសារតែវាខំចូលពេញសក់ក្បាលខ្ញុំហ្មងថ្ងៃនេះខ្ញុំខំឃ្លុំមកឡើងចិត្តកុំឲ្យវាចូលសក់ក្បាលខ្ញុំហើយកុំឲ្យជាប់គួយនោះវាប្រឡាក់ក្បាលប្រឡាក់សក់ផងព្រោះជាប់គួយនោះតែប្រឡាក់តាណាគឺជាប់ទៅហ្នឹងហើយលៀងអត់ចេះដកដាច់ទេបងប្អូនហើយនេះក្រងខំខ្ញុំខំរហូតតែភ្នែកខ្ញុំទេបងប្អូនហើយដឹងស្រាប់ហើយថាទឹកមាត់ក្រងទឹកនោមវាខំហើយវានោមដាក់គឺផ្សារកាហាយប៉ុណ្ណាបងប្អូនហើយឡើងចេញទឹកភ្នែកច្រោកហ្មងនិយាយទៅពេលហ្នឹងខ្ញុំងើលបងប្អូនខ្ញុំសឹងតែយកកេតដុតសម្បុកវាតាខ្ញុំមិនដឹងថាក្រងវាគុំខ្ញុំពីថ្ងៃណាទេខ្ញុំសងខ្លាយគុំខ្ញុំថ្ងៃមុនហ្នឹងហ្មងឡើងទៅលហែកសម្បុកលហែកអីវាអស់ឥឡូវនេះថ្ងៃមុនចូលពេញសក់ក្បាលថ្ងៃនេះហើយខំពេញមុខទាំងអស់ហើយខំរហូតតែភ្នែកទេខ្ញុំខឺតខ្ញុំខ្នាញ់ណាបងប្អូនហើយអាទឹកមាត់ក្រទឹកនោមក្រងហ្នឹងវាមានជាតិបាក់តេរីជាតិអាស៊ីតខ្លាំងណាបងប្អូនខំកន្លែងណាគឺលក្ខណៈថាអាលៀកបរោអាលៀកដូចយើងប៉ងខ្លាញ់ចំអញ្ចឹងណាបងប្អូនទឹកមាត់វាទឹកនោមវាហ្នឹងណាហើយខ្ញុំធំបានទេបេះបានតែប៉ុណ្្នឹងខ្ញុំចុះដីហើយបងប្អូនហើយក្រងខំខ្លាំងហ្មងនិយាយទៅភ្នែកខ្ញុំឡើងកាហាយឡើងផ្សាពេញមុខហ្មងបងប្អូនហើយអាក្រមភ្នែកនេះគឺខ្លាំងជាងគេហើយម៉ាក់ខ្ញុំគាត់ប្រាប់រហូតថាឲ្យទាំងក្រងខំកន្លែងណាយកទឹកមាត់លាបកន្លែងហ្នឹងទៅវាអត់មានអាលៀកអត់មានខ្លោចអីទេប៉ុន្តែពេលហ្នឹងខ្ញុំវាភ្លេចឆេះបានតែប៉ុណ្្នឹងទេបងប្អូនហើយស្ដារដើរមកផ្ទះលុបមុខដើម្បីជូតមុខចេញព្រោះមានបាក់តេរីមានអាស៊ីតខ្លាំងណាបងប្អូនមកដល់ភ្លាមខ្ញុំលុបមុខលុបអីជាមួយហ្វូមហើយខ្ញុំក៏ចាប់ដើមជូតមុខជាមួយនឹងសម្លេងជូតមុខអេលសាភ្លាមបងប្អូនដើម្បីកម្ចាត់បាក់តេរីកម្ចាត់អាស៊ីតដែលនៅក្នុងទឹកនោមក្រងសម្លេងជូតមុខអេលសាគឺជាផលិតផលរបស់ប្រទេសជប៉ុនសុទ្ធ 100% មានតួនាទីជួយកម្ចាត់ធូលីដីស្នាមមុនស្នាមជាប់ស្នាមអិចរុយស្នាមអុចខ្មៅជួយសម្អាតជាតិខ្លាញ់នៅលើផ្ទៃមុខជួយបង្រួមរញើសធ្វើឲ្យស្បែកមានសំណើមភ្លឺថ្លាមរលោងផ្ដោតទៅលើអ្នកដែលមានស្បែកមុខស្ងួរស្បែកស្ដើងងាយកទួលងាយអាលាក់ស៊ីឡើងក្រហមរោលរមាស់អីហ្នឹងដូចស្បែកខ្ញុំអីហ្នឹងគឺបងប្អូនប្រើដោយទំនុកចិត្តគឺអត់មានផលប៉ះពាល់ដល់ស្បែករបស់យើងទេហើយសម្លេងជូតមុខអេលសាហ្នឹងគឺមកប្រអប់មាន30ប្រទេសហើយមួយថ្ងៃយើងប្រើម្ដងមួយប្រទេសហ្នឹងគឺក្រោយពីងូតទឹកហើយប្រើបានទាំងប្រុសទាំងស្រីចាប់ពីអាយុ13ឆ្នាំឡើងទៅបងប្អូនហើយបន្ទាប់ពីខ្ញុំជូតមុខជូតអីហើយខ្ញុំក៏មកចាក់ទឹកលាងជាមួយនឹងជ័រគុយហើយនេះគុយខ្ញុំខ្ចីអានេះខ្ចីចំហ្មងបងប្អូនសាច់វាពណ៌សហើយអាគុយហ្នឹងបងប្អូនជាប់វាគឺជាប់សាហាវណាលាងមួយសាប៊ូលាងអីអត់ដាច់ទេបងប្អូនហើយអានេះគេហៅថាសាច់ពងមាន់ណាបងប្អូនអាសាច់ក្រហមអញ្ចឹងគេហៅសាច់ពងមាន់ហើយវានៅខ្ចីទេបងប្អូនប៉ុន្តែគ្រាន់ថាវាចិត្តទុំហើយពួកនេះហ៎ហើយនិយាយទៅអាសាច់ពងមាន់ហ្នឹងជ្រលក់អំបិលក្លុកអំបិលគឺឆ្ងាញ់ហ្មងហើយអានេះសាច់ហើយខ្ញុំសម្រាប់ខ្ញុំហៅពងទាដោយសារអីវាអត់ទៅក្រហមទេហើយបន្ទាប់ពីបកហើយគឺបានទុំមករៀងសាគាហ្នឹង2 3ផ្លែហើយនឹងអាខ្ចីសាច់សអាក្រហមពងមាន់ហ្នឹងអីហើយលាងទឹកអីហើយស្អាតអស់ជ័រហើយខ្ញុំក៏មកធ្វើការបុកជាមួយម្ទេសជាមួយនឹងប៊ីចេងថ្ងៃនេះខ្ញុំមិនមែនធ្វើហូបម្នាក់ឯងទេអញ្ចឹងខ្ញុំអត់ហ៊ានដាក់ម្ទេសច្រើនទេព្រោះអ្នកផ្ទះខ្ញុំអត់សូវចេះហូបហឹលទេបន្ទាប់ពីយើងបុកអីហើយយើងដាក់គុយដាក់អីចូលយើងក៏ដាក់កសហើយលួចទឹកត្រីតិចមកហើយជាមួយនឹងរ៉ូឌីបើបងប្អូនណាចូលចិត្តដាក់ស្ករត្នោតឬក៏ទឹកប្រហុកអីក៏ឆ្ងាញ់ដែរបងប្អូនប៉ុន្តែខ្ញុំពេលហ្នឹងគឺខ្ញុំអត់ធ្វើទឹកប្រហុកដល់ពេលអញ្ចឹងមានដាក់អំបិលរ៉ូឌីបណ្ដោយបងប្អូនអើយហូរទឹកមាត់ហ្មងហើយបងប្អូនបាច់សួរខ្ញុំទេខ្ញុំអត់មានគុយលក់ទេខ្ញុំមានតែបន្តិចបន្តួចទេបងប្អូនហើយទុកគ្រាន់បេះហើយធ្វើវីដេអូអួតបងប្អូននិយាយលេងទេបងប្អូនហើយទោះបីមានច្រើនក៏ខ្ញុំមិនដែលបានលក់ដែរគ្រាន់តែបេះទុកចែកបងប្អូនលេខកើតអញ្ចឹងណាបងប្អូនហើយដើមវាមានច្រើនដែរបងប្អូនតែឆ្នាំនេះវាអត់ផ្លែអញ្ចឹងណាហើយដើមខ្លះចាស់វាអីទេអស់អូយបងប្អូនហើយតំណងនេះគាត់មានបញ្ហាកាំងគីឡូញ៉ាំអីក៏អត់ត្រូវញ៉ាំអីក៏អត់ស្រកបងប្អូនអាចបន្សារបស់ប្រើជាមួយនឹង skin នេះបាន skin នេះគឺជាប្រភេទគ្រាប់ធញ្ញជាតិមិនមែនជាថ្នាំសម្រក់ទេបងប្អូនជាគ្រាប់ធញ្ញជាតិ 100% អត្ថប្រយោជន៍របស់ skin នេះគឺមានច្រើនជួយសម្រួលដល់ការបន្ទោបង់និងការរំលាយអាហារជួយឲ្យគេងលក់ស្រួលសម្រួលសម្ពាធឈាមនិងលុតរំលាយខ្លាញ់ដែលលើសនៅក្នុងសារពាង្គកាយគ្រប់គ្រង cholesterol នៅក្នុងខ្លួននិងកាត់បន្ថយភាពចាស់ធ្វើឲ្យស្បែកយើងនឹងតឹងណែនមិនយាធ្លាក់ហើយអីដែលសំខាន់ហ្នឹងបងប្អូននៅពេលដែលឈប់ប្រើគឺឡើងគីឡូវិញទេប្រើមុនពេលចូលកេងជាមួយនឹងទឹកក្តៅអ៊ុនគឺមានប្រសិទ្ធភាពលឿនខ្លាំងមែនតើមួយទីបស្រកបាន2 ទៅ 4 គីឡូពេលប្រើមិនធ្វើទុកហើយមិនចាំបាច់តមកហើយសម្រាប់ខ្ញុំអត់ដែលមានបញ្ហាលើគីឡូអីដោយសារតែខ្ញុំប្រើ skin នេះជាប្រចាំហើយប្រើបានទាំងប្រុសទាំងស្រីចាប់ពីអាយុ12ឆ្នាំរហូតដល់85ឆ្នាំប្រើអត់ត្រូវប្រើអត់ស្រកឆាតចូលពេកអាចដូចយល់វិញបានណាបងប្អូនអរគុណច្រើនបាយបាយ